ចុះបើខ្ញុំអត់ណែហាត់សោះឥឡូវខ្ញុំមានផ្ទៃពោះហើយខ្ញុំចង់ហាត់ខ្ញុំគួរធ្វើមិនការណែនាំរបស់អ្នកជំនាញគេ recommend ថាបើយើងអត់ណែហាត់សោះយើងអាចចាប់ផ្ដើមបានវាអត់មានបញ្ហាទេដល់ចាប់ផ្ដើមដំបូងយើងអាចមួយថ្ងៃហាត់10នាទីទៅបន្ទាប់មកយើងអាចឡើង20នាទីទៅបន្ទាប់មកយើងអាចឡើង30នាទីទៅអាស្រ័យលើរាងកាយយើងស៊ាំអាចធ្វើបានហើយកុំបង្ខំរាងកាយខ្លាំងពេកហើយផឹកទឹកឲ្យបានច្រើនអីចឹងទៅហើយមួយទៀតសម្រាប់អ្នកដែលគាត់មុនមានផ្ទៃពោះគាត់ហាត់ប្រាណជាប្រចាំរាល់ថ្ងៃហើយកំឡុងពេលមានផ្ទៃពោះហ្នឹងគាត់អាចហាត់បានធម្មតាដោយគាត់ធ្វើការពីគាត់មិនទាន់មានផ្ទៃពោះបានអត់មានបញ្ហាទេដូចខ្ញុំនិយាយដូចករណីស្ត្រីម្នាក់ហ្នឹងគាត់រត់តាំងពីមិនទាន់មានកូនដល់មានផ្ទៃពោះដល់កូនកើតគាត់រត់រហូតហើយកូនក៏អត់មានផលប៉ះពាល់ទេថានៅពេលដែលយើងឡើងគីឡូខ្លាំងពេកពេលដែលយើងទៅមួយខែដល់ពេលយើងឡើងដល់5 6 7ខែទៅយើងអាចមានបញ្ហាទឹកនោមផ្អែមចឹងវាអត់ល្អសម្រាប់កូនទេកាលណាដែរយើងកើតទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះអត្រាដែលកូនយើងកើតទឹកនោមផ្អែមគឺខ្ពស់មែនតើពី30ទៅ40%អាហ្នឹងធ្លាប់ធ្វើការសិក្សាស្រាវជ្រាវម្ដងហើយក៏មានការសិក្សាស្រាវជ្រាវមួយខ្ញុំធ្លាប់ធ្វើពីមុនមកដែលនិយាយពីការបើសិនជាឪពុកហើយនឹងម្ដាយហាត់ប្រាណណាហើយពេលយើងមានផ្ទៃពោះអាជីនយើងណាអត្ថប្រយោជន៍នៃការហាត់ប្រាណហ្នឹងគឺបញ្ជូនទៅដល់កូនទៀតគឺល្អខ្លាំងមែនតើណាចុងក្រោយបងប្អូនត្រូវចងចាំខ្ញុំនិយាយនេះគឺក្នុងករណីអ្នកដែលមានផ្ទៃពោះហើយធម្មតាសុខភាពទាំងម្ដាយទាំងកូនល្អធម្មតាអត់អីទេអ្នកខ្លះគាត់មានផ្ទៃពោះតែគាត់មាន complication ហ្នឹងមានន័យថាគាត់មានបញ្ហាអីផ្សេងគាត់មានបញ្ហាសុខភាពកូននឹងមានបញ្ហាអីផ្សេងអាហ្នឹងត្រូវស្ដាប់តាមការណែនាំរបស់ពេទ្យឯងករណីខ្ញុំនិយាយបញ្ជាក់ម្ដងទៀតសំដៅទៅលើអ្នកដែល healthy អ្នកដែលមានសុខភាពល្អពេលមានផ្ទៃពោះដែលមានបញ្ហាបើយើងមានបញ្ហាស្ដាប់ពេទ្យរបស់យើងណា